នាងខ្ញុំឈ្មោះច័ន្ទពុទ្ធធីរីបច្ចុប្បន្ននាងខ្ញុំជានាយករងរដ្ឋបាលសាលាស្រុករំដួលចាសួស្តីនាងខ្ញុំបានធ្វើការផ្សព្វផ្សាយអប់រំដល់ស្ត្រីក្មេងស្រីជាច្រើនទៅតាមសហគមន៍ហើយការធ្វើដំណើរហ្នឹងគឺឆ្ងាយពីខេត្តរហូតមកដល់ស្រុកពីស្រុកទៅដល់ភូមិឃុំនីមួយៗគឺមានចម្ងាយឆ្ងាយហើយពីមុនហ្នឹងផ្លូវអត់ស្អាតដូចបច្ចុប្បន្ននេះទេចាគឺមានការលំបាកដោយសារបានការលើកទឹកចិត្តពីគ្រួសាររបស់នាងខ្ញុំរឿងការងារទោះជាការងារហ្នឹងធ្វើមិនហើយនៅទីនេះយកទៅធ្វើនៅផ្ទះកាលណាគាត់ឃើញយើងធ្វើការងារនៅផ្ទះហ្នឹងទៀតហើយគាត់អត់ដែរបន្ទោសដល់ម៉ោងហើយបាយមិនទាន់ឆ្អិនគឺឲ្យយើងបំពេញការងាររបស់យើងហើយគាត់ជួយចានៅផ្ទះជូនកូនទៅរៀនយកកូនមកពីរៀនវិញពេលណាខ្ញុំធ្វើបាយធ្វើម្ហូបគាត់ជួយមើលកូនបើសិនជាគាត់ទៅជួយធ្វើម្ហូបខ្ញុំមើលកូនការចូលរួមរបស់បុរសសម្រាប់សមភាព gender គឺមានសារៈសំខាន់ពីព្រោះកាលណាបុរសគាត់យល់ពីសមភាព gender គឺគាត់មានការជំរុញលើកទឹកចិត្តនិងគាំទ្រស្ត្រីហ្នឹងមានឱកាសចូលរួមចានៅក្នុងសកម្មភាពការងារសង្គមឬមួយក៏សហគមន៍អីហ្នឹងបានល្អប្រសើរពីប្រកាសពុកមានលេខស្រ័យទេស៊ូកុមារមានពិការភាពការរើសអើងក៏ងាយដែរគាត់មិនហ៊ានប្រឈមមុខទៅខាងក្រៅគាត់កិច្ចមុខគាត់អត់សូវបង្ហាញមុខនៅក្នុងសង្គមទេដោយសារខ្លាចគេរើសអើងខ្លាចគេស្អប់ខ្ពើមពួកគាត់អត់បានទៅរៀនទៅសូត្រសូម្បីតែការទទួលបានសេវាផ្សេងក៏ដូចជាសេវាសុខាភិបាលហ្នឹងក៏គាត់អត់បានទទួលពេញលេញដែរគាត់អត់សូវបញ្ចេញមុខនាងខ្ញុំបានធ្វើការផ្សព្វផ្សាយជំរុញឲ្យស្ត្រីនិងក្មេងស្រីនឹងបានចូលរៀនចាឲ្យបានខ្ពង់ខ្ពស់ចាដើម្បីជៀសផុតពីការឆបោកឬមួយក៏ការកេងប្រវ័ញ្ចផ្សេងហើយក្នុងនោះដែរសមិទ្ធផលក៏យើងបានឃើញដែរជាក់ស្ដែងតាក់ទងដូចជាអំពើហិង្សានៅក្នុងគ្រួសារគឺបានថយចុះហើយតាក់ទងនឹងការបោះបង់ការសិក្សាហ្នឹងក៏មានការថយចុះចំណែកឯការយល់ដឹងពីសុខភាពអនាម័យគឺមានការកើនឡើងក្នុងនោះដែរក៏បានកាត់បន្ថយចាអត្រាមរណៈចំពោះមាតានិងទារកបានច្រើនផងដែរខ្ញុំចង់ឃើញកុមារពិការភាពឲ្យគាត់ចេះលើកទឹកចិត្តខ្លួនឯងហើយចង់ឲ្យគាត់នឹងទទួលបានសេវាអប់រំឬមួយក៏សេវាផ្សេងទៀតហ្នឹងបានពេញលេញដូចជាកុមារទូទៅដែរហើយក៏ចង់ឃើញមានអង្គការឬមួយក៏សប្បុរសជនហ្នឹងគាំទ្រដល់កុមារដែលមានពិការភាពហ្នឹងច្រើនផងដែរទៅថ្ងៃអនាគតខ្ញុំចង់ឃើញគាត់នឹងមានការងារធ្វើគាត់អាចចូលរួមធ្វើការងារដូចជាកុមារផ្សេងទៀតបានសូមបុរសទាំងអស់ចូលរួមតាមរយៈជួយការងារផ្ទះសម្បែងមើលថែទាំកូនចៅដោយមិនរើសអើងបើសិនជាបុរសធ្វើបានការងារទាំងអស់នោះការចូលរួមរបស់ស្ត្រីនឹងមានឱកាសច្រើនចានៅក្នុងការងារសង្គមហើយក៏មានតួនាទីសមស្របច្រើននៅក្នុងសង្គមដែរ